នេះគឺជាល្បិចឆបោកតាមរយៈការក្លែងបន្លំជាធនាគារដែលបងប្អូនគួរតែដឹងហើយនឹងមានការប្រុងប្រយ័ត្នខ្ពស់ហើយឥឡូវនេះបងប្អូនក៏អាចសួរទៅកាន់ AI ដ៏ឆ្លាតវៃមួយរបស់ ABA បានដែលមានឈ្មោះថា Navi រាល់ករណីសង្ស័យណាមួយណាទី1គឺជាការបោកតាមរយៈគេហទំព័រ website នៅពេលដែលបងប្អូនបើកទៅក្នុងគេហទំព័រ website អ្វីមួយហើយកំពុងតែអុសវាសុកវានឹងលោតចេញជាផ្ទាំងសារមួយលេខរូបរាងមកណាដែលដាក់ថាយើងបានឈ្នះរង្វាន់ដូចជាលុយសុទ្ធឬក៏ត្រូវរង្វាន់អីផ្សេងៗអញ្ចឹងទៅផ្ទាំងទាំងអស់ហ្នឹងគឺមានចេតនាធ្វើម៉េចឲ្យយើងមានអារម្មណ៍ថាត្រេកអរជាមួយនឹងវាឬក៏មានអារម្មណ៍ថាឆ្ងល់ចង់ដឹងចង់លឺហើយយើងចុចទៅកាន់ link នៃគេហទំព័រហ្នឹងហើយទី2គឺជាការធ្វើសន្ទូចតាមរយៈ link ឬក៏ file ដើម្បីយើងចុចទាញយកវាមកគេផ្ញើមកតាមរយៈ Telegram SMS ឬក៏ Messenger អីហ្នឹងដោយបំភ័យយើងថាគណនីរបស់យើងហ្នឹងកំពុងតែមានបញ្ហាបើសិនជាយើងអត់ចុច link ដើម្បីដោះស្រាយឬក៏ផ្ទៀងផ្ទាត់ទេគឺគេនឹងបិទនៅក្នុងរយៈពេល5នាទី10នាទីអីចឹងទៅឬក៏ពេលខ្លះសូម្បីតែខ្ញុំហ្នឹងណាក៏ចង់ប៊ីសម្ដងមកការដែរព្រោះជួនទៅជនបោកនោះក៏អាចផ្ញើជាឯកសារការងារមួយចំនួនណាអាចបន្លំជាណាគេម្នាក់ដែលយើងមើលមកផ្លែតគឺអត់ចាប់អារម្មណ៍ទេបានន័យថាតតែយើងចាប់អារម្មណ៍ទៅលើកន្លែងឈ្មោះនៃចុង file ហ្នឹងមួយគឺយើងនឹងឃើញគេដាក់ថា .xex bat ឬក៏របៀបឈ្មោះចម្លែកអញ្ចឹងណាដោយ file ទាំងអស់ហ្នឹងបើសិនជាយើងទាញ download វាមកគឺនឹងមានបញ្ហាទៅដល់ការ hack ទូរស័ព្ទឬក៏ hack computer អីចឹងទៅអូខេទី3ពេញនិយមហើយក៏មានអ្នកចេញបោកច្រើនដែរគឺជាការ call មកបន្លំជាបុគ្គលិកធនាគារផ្ទាល់តែម្ដងបើសិនជាយើងលើកទូរស័ព្ទហ្នឹងហើយនិយាយការនិយាយស្ដីរបស់ជនបោកប្រាស់នោះគឺមានអារម្មណ៍ថាតំណងមែនតើដោយសារតែអីគេមានជាឈ្មោះត្រឹមត្រូវក្នុងការក្លែងបន្លំពីឈ្មោះអ្នកដទៃណាគេម្នាក់មានជាអត្តលេខត្រឹមត្រូវមកពីសាខាណាធនាគារណាអីចឹងទៅបន្ទាប់មកជននោះក៏ប្រើជាវិធីចិត្តសាស្ត្រដើម្បីស្វែងរកចំណុចខ្សោយរបស់យើងគេនឹង call មកប្រាប់ថាអូឥឡូវហ្នឹងយើងកំពុងតែត្រូវរង្វាន់អីមួយអញ្ចឹងតតែយើងផ្ដល់ជាលុយមួយចំនួនឲ្យគេឬក៏ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដើម្បីអាចផ្ទៀងផ្ទាត់ឲ្យបើកលុយនឹងបានអីចឹងទៅហើយមួយទៀតសម្រាប់អ្នកដែលគាត់រៀងងាយភ័យឬក៏រៀងស្លន់ស្លោអីចឹងណាគឺគេនឹង call មកប្រាប់ថាគណនីរបស់យើងនឹងត្រូវបានបិទបើសិនជាយើងអត់ធ្វើតាមគេអត់ផ្ដល់ជាព័ត៌មានមួយចំនួនដែលជាព័ត៌មានសម្ងាត់គឺគេនឹងគម្រាមបិទគណនីហ្នឹងក្នុងរយៈពេល5នាទី10នាទីអីចឹងទៅអញ្ចឹងសូមចាំថាបុគ្គលិកធនាគារពិតប្រាកដជាពិសេសគឺ ABA គឺនឹងមិន call មកអ្នកទាំងអស់គ្នាហើយសូមជាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដែលតាក់ទងនឹងផ្នែកសុវត្ថិភាពណាដូចជាលេខកូដសម្ងាត់ពាក្យសម្ងាត់ឬក៏លេខកូដផ្ទៀងផ្ទាត់អីជាដើមហ្នឹងដែលវាសុទ្ធតែជាព័ត៌មានសំខាន់ហើយបើសិនជាមានករណីដូចអញ្ចេះណាដាច់ខាតគឺកុំផ្ដល់ព័ត៌មានទាំងអស់ហ្នឹងឲ្យសោះហើយបើសិនជាយើងនៅមានមន្ទិលសង្ស័យមានចម្ងល់អីផ្សេងទៀតអញ្ចឹងដើម្បីអាចសួរ Navi បានបងប្អូនអាចចុចប៊ូតុងមួយនេះឬក៏ចុចនៅកន្លែង chat ខាងលើនេះក៏បានដែរនិយាយទៅគឺយើងអាចសរសេរជាភាសាខ្មែរក៏បានឬក៏និយាយជាភាសាខ្មែរក៏បានដែរសួស្តី Navi មានបុគ្គលិក ABA បានឆាតមកប្រាប់ខ្ញុំថាត្រូវរង្វាន់តែតម្រូវឲ្យវេលុយទៅគេមុនសម្រាប់ថ្លៃរដ្ឋបាលអូខេអញ្ចឹងដូចយើងឃើញចម្លើយដែរណាវីបានតបនេះអញ្ចឹងថាឲ្យខ្ញុំប្រុងប្រយ័ត្នកុំឲ្យធ្វើតាមអីអញ្ចឹងទៅនិយាយទៅគឺចម្លើយច្បាស់អាចទទួលយកបានដើម្បីបង្ការយើងពីហានិភ័យផ្សេងណាហើយកុំភ្លេចចែករំលែកវីដេអូនេះផងទៅកាន់មនុស្សជុំវិញខ្លួនដើម្បីជៀសវាងនឹងការបោកប្រាស់ទាំងអស់នេះណា